កម្មជាកុសលម៉ែឲ្យនៅរស់រៀនមានជីវិតនឹងធ្វើល្អដាក់គាត់ឈឺឆ្កាត់នឹងយកគាត់ទៅពេទ្យមើលថែគាត់ស្លាប់ទៅនឹងយើងចាត់ចែងធ្វើបុណ្យគាត់ទៅឲ្យបានសមរម្យនេះដូចថ្ងៃហ្នឹងអញ្ចឹងខ្ញុំអាហ្នឹងឯងកម្មល្អណាខ្ញុំកម្មល្អដល់តែយើងនឹងខ្វាយខ្វល់យើងសាងកម្មល្អព្រួយបារម្ភយកចិត្តទុកដាក់ជាមួយអ្នកមានគុណអញ្ចឹងអ្នកអាផលហ្នឹងវាផ្ដល់ឲ្យយើងវិញដែរដល់តែពេលយើងយ៉ាងម៉េចយ៉ាងម៉ាទៅថ្ងៃកមុខទៅត្រូវបានកូនបើយើងចៅបើយើងញាតិបើយើងហ្នឹងគេជួយទំនុកបំរុងឈឺឆ្អាលអញ្ចឹងដែរញាតិញោមអើយដល់តែយើងនឹងម៉ែឪនៅរស់រៀនមានជីវិតបង្ងើយកតើជេរបតិចប្រមាថខាតទាម៉ែឪឈឺនឹងត្អូនខ្លាចអស់លុយមិនយកទៅពេទ្យមិនខ្វាយមិនខ្វល់ខ្លាចនឿយខ្លាចហត់ចាំមើលដល់តែយើងវិញកូនយើងចៅយើងវាលេងយើងវិញញោមញាតិញោមជឿទេញោមជឿទេហើយបើមិនជឿសាកមើលដល់ដឹងហើយញោមសាកដល់ដឹងហ่ะអញ្ចឹងកម្មផលក្នុងពុទ្ធសាសនាហ្នឹងគឺកម្មផលហ្នឹងជាគោលតែហ្មងញោមអញ្ចឹងបានដំណើរជីវិតនឹងរស់នៅធ្វើល្អញោមធ្វើល្អអ្នកធ្វើល្អបានទៅកាន់សុគតិអ្នកធ្វើអាក្រក់ទៅទុគតិញោមប៉ុន្តែពុទ្ធលោកសំដែងចេះលោកសំដែងថាសត្វលោកដែលទៅបដិសន្ធិនៅក្នុងឋានសួគ៌សុគតិភពប្រៀបបានដូចជាស្នែងគោតែសត្វលោកដែលធ្លាក់ទៅកាន់អបាយភូមិវិញដូចជារោមគោអញ្ចឹងញោមស្គាល់គោទេញោមស្គាល់គោទេហើយស្គាល់ស្នែងគោទេញោមស្គាល់ទេស្នែងគោមានម៉ានញោមគោមានម៉ានពណ៌ច្រើនពណ៌ញោមប៉ុន្តែស្នែងវាពីរទៅស្នែងពីរពុទ្ធលោកថាសត្វលោកដែលទៅបដិសន្ធិក្នុងសុគតិភពមានមនុស្សទេវតាប្រៀបដូចជាស្នែងគោចឹងទៅស្គយពីរចឹងបានន័យតែម៉េចទៅសុគតិនឹងមនុស្សទេវតាទៅតិចណាស់ញោមទៅតិចណាស់ដោយសារអីអ្នកធ្វើសេចក្តីល្អជាកុសលនឹងវាតិចតែដល់លោកព្រាបទៀតសត្វដែលធ្លាក់ទៅអបាយភូមិដូចជារោមគោចឹងសំយងចុះទៅក្រោមញោមអើយរោមគោច្រើនតែតិចញោមច្រើនណាស់សំយងចុះឃើញទេចុះទៅក្រោមចឹងសត្វលោកដែលសាងមិនល្អណាទៅអបាយភូមិច្រើនណាស់ឥឡូវញាតិញោមមើលកូនចៅដែលចេះដឹងគុណម៉ែឪមានប្រមាណឃើញទេកូនចៅដែលចេះខ្វាយខ្វល់មួយម៉ែឪមានតិចណាស់តែបើកូនចៅដែលបង្ងើយកតើដាក់ម៉ែឪវិញវាមានច្រើនណាញោមហើយបើច្រើនអញ្ចឹងអត់សង្ឃឹមទៅសុគតិទេណាញោមញាតិញោមចឹងបានញាតិញោមស្ដាប់ប្រសងសូត្រធម៌ថ្ងៃលឺលោកសូត្រសព្ពេសត្តាមរិសន្តិមរណន្តាំងជីវិតាំងយថាកម្មង្កមិសន្តិបញ្ញបបលោបគានិរយ៉ាងបាបកម្មមន្តាចសុគតੰមានន័យតែម៉េចសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសិតតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណម្យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យផលបាបហើយនឹងទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើល្អនិងអាក្រក់ដែលខ្លួនបានធ្វើអ្នកដែលធ្វើបាបតែធ្លាក់ទៅសោយទុកក្នុងនរកចំណែកខាងអ្នកធ្វើបុណ្យតែឡើងទៅកាន់សុគតិញាតិញោមអើយតាស្មាកិរិយកលយាណੰនិច្ចយ៉ាងសម្បរាយកាំងបញ្ញានិបរលោកកាស្មੰបតតាហននិបានិណាព្រោះហេតុដូច្នោះហើយសាធុជនអ្នកមានចំណងចង់បាននៅសេចក្តីសុខដល់ខ្លួនគួរតែបញ្ញាបញ្ញាលធ្វើនៅអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវការសាងសន្សំគ្រាន់នឹងបានជាទីពឹងទៅក្នុងភពខាងនេះព្រោះថាបុណ្យទាំងឡាយរមែងជាទីពឹងរបស់សត្វទាំងឡាយក្នុងបរៈលោកអនុមោទនីឃើញទេ